នេះដែរខ្ញុំនឹងមករៀនតាក់ទងជាមួយនឹងbasic switch និង device configuration អញ្ចឹងខ្ញុំសូមលើក lab 2ជាង9មកនិយាយដោយសារវា summary មកទាំងអស់អញ្ចឹងយើងចូលទៅកាន់ lab មួយហ្នឹងមកនេះ lab យើងចូល packet tracer របស់យើងបន្តមកយើងឃើញ task របស់យើងខាងក្រោមហើយនេះគឺជា IP address របស់យើងនេះគឺជា topology វាជា logical អញ្ចឹងគេចង់យើងបង្កើត LAN មួយប៉ុណ្ណឹងមាន switch 2មាន host 2គឺ computer PC 2អញ្ចឹងចាប់ដើមទាញ PC មកហើយយើងទាញ virtual rack របស់យើងទាញតែ speed ហ្នឹងមកបន្តមកដើម្បី switch 2យើងស្គាល់គ្នាបានយើងត្រូវប្រើពាក្យ side crossover នេះយើងចេញមកយើងពាក្យ side crossover អត់ចេញវាសារវាយូរបន្តិចយើងខ្ញុំអត់មើលចុះចឹងចូលខ្សែ crossover ហ្នឹងមកចឹងយកពាក្យ fast internet 01មក01នេះយើងមើលតាមនេះមកនេះចឹងដាក់ថៃខ្សែបានបន្ទុកអញ្ចឹងនៅពេលដែលយើងប៉ុណ្ណឹង space ហ្នឹងស្គាល់គ្នាយើងឃើញពណ៌ខៀវហ្នឹងនេះអញ្ចឹងបន្តមកទៀតយើងចាប់ដើម connect ពី switch មកកាន់ PC យើងម្ដងអញ្ចឹងប្រើខ្សែនេះខ្សែចុច true បើខ្សែមួយនេះខ្សែ console ទេអញ្ចឹងយើងចាប់ដើម connect មកអញ្ចឹង switch 1មក PCA ដែលប្រើពាក្យខ្សែ06អញ្ចឹងដាក់ខ្សែ06នេះហើយយើង connect មកកាន់ Fox Ethernet នេះខ្សែ console ទេ PC 2 0.8 ហើយ PC B អញ្ចឹងរកខ្សែ 0.8 មកនេះ 0.8 មក PCB របស់យើង step 2យើងចាប់ដើមធ្វើការតាក់ទងជាមួយនឹង config IP របស់យើងរបស់ computer 2នេះដោយសារយើងអាចឲ្យវាដូររហូតទេយើងនឹងការ static មួយអញ្ចឹងដំបូងបើក computer សិននេះចូល desktop ចូលក្នុង IP configuration បន្តមកវាយ IP តាម address របស់យើងមកនេះចុច68ចុច1ចុច10អញ្ចឹងអា subnet mask វានឹង auto ហើយតែបើសិនអត់ត្រូវយើងកែមកអញ្ចឹងបិទវាមកចូល PCB របស់យើងគេបើក computer សិនទើបអាចចូលបានចូល desktop ចូលក្នុង command prompt sorry ចូល configuration វាយ IP មក 192.168.1.11 បន្តមក2នេះនឹងស្គាល់គ្នាដោយសារអីវា connect មកកាន់ switch នេះអញ្ចឹង switch 2ហ្នឹងយើង connect ខ្សែ crossover ហើយឯងអញ្ចឹងក្នុង LAN មួយហ្នឹង2ត្រូវស្គាល់គ្នាអញ្ចឹងដើម្បីដឹងវាស្គាល់គ្នាអត់យើងចូលក្នុង command prompt command នេះគេ ping អញ្ចឹង ping PCB របស់យើងមកអញ្ចឹងខាង នេះយើងគឺប៉ុណ្ណេះជា IP របស់ PCB របស់យើងអញ្ចឹងបើវាស្គាល់គ្នាជា Intel វានឹងទទួលការ reply មកនេះអញ្ចឹងមិនថាម៉េច PCA send ទេ4វាត្រឡប់វិញ4អញ្ចឹងមានតែ2ហ្នឹងវាស្គាល់គ្នាអញ្ចឹងប៉ុណ្ណេះវាស្គាល់គ្នាហើយបន្តមកទៀតយើងចាប់ដើមធ្វើការ network 2នេះយើងធ្វើការ config វាអញ្ចឹងដើម្បី config វាបានត្រូវប្រើខ្សែគេខ្សែ console នេះអញ្ចឹងយើងចូលក្នុងខាងក្រោយវាបានមានខ្សែ console នេះហើយយើង connect មក OSP 32អញ្ចឹង switch 1 config ដោយ PCA switch 2 config ដោយ PCB ចឹងចែកគ្នាចឹងមកដើម្បីស្រួលក្នុងការ config ក៏មិន config តែមួយក៏បានដែរបើសិនយើងប្រើតាក់ទង VMware អីចឹងតែយើងប្រើខ្សែ2ចឹងមកវាល្អជាងបន្តមកយើងចូលទៅក្នុង terminal របស់យើងអូខេមកអញ្ចឹងវាធ្វើការចូលទៅកាន់ switch របស់ PCA របស់ S1 អញ្ចឹងដើម្បីជា clue មកគឺគេចង់ឲ្យយើងធ្វើការ config S1 នេះទីមួយកែឈ្មោះវាដោយសារ default របស់វា switch ចឹងអញ្ចឹងបើពី switch ដូចគ្នាបើសិនជា company យើងមានដល់100អញ្ចឹងឈ្មោះ100គឺ switch ទាំងអស់អញ្ចឹងវាធ្វើយើងច្រឡំអញ្ចឹងដើម្បីងាយស្រួលគេនឹងធ្វើការ config វាសិនដាក់ host name អញ្ចឹងទៅ S1 S2 S3 S4 ដល់ S100 អញ្ចឹងទៅទី2គេចង់យើងដាក់លេខកូដដោយសារបើសិនជាក្នុងនោះអត់មានលេខកូដទេអត់មាន security ខ្សោយខ្លាំងតែម្ដងទី3ធ្វើការនេះដាក់ IP នេះឲ្យស្គាល់ដោយសារ S1 S2 thì មាន IP របស់វានៅក្នុង VLAN 1អញ្ចឹងខ្ញុំសូមនិយាយប៉ុណ្ណឹងយើងចាប់ដើមដាក់លេខកូដអញ្ចឹងយើងចូលទៅកាន់ PCA ដើម្បី config វាអញ្ចឹងបើសិនយើងឃើញសញ្ញាបែបនេះមានថាវានៅក្នុង user ឡើយទេយើងអាចកែបានទេយើងបានតែ read only ទេអញ្ចឹងដើម្បីកែបានប្រើ command enable ឬក៏ទៅ en ក៏បានដែរដោយសារ en ហ្នឹងដាក់សញ្ញាសួរវាសម្គាល់ទៅលើ enable អញ្ចឹងចូលទៅក្នុងឈុនជោគហ្នឹងមានថាម៉េចគេហៅថា privilege exit mode បន្តមកទៀតយើងចាប់ដើមដាក់លេខដាក់ឈ្មោះវាអញ្ចឹងទៅចូលក្នុង
terminal ចឹង con f នៅ configure t គឺ terminal ដាក់ប៉ុណ្ណេះមកយើងវាយ comment host name មានដាក់ឈ្មោះវា s1 ចឹងប៉ុណ្ណេះវាដូរឈ្មោះដល់ f1 វិញទី2ដាក់លេខកូដវាដើម្បីជា security ចឹងដាក់លេខកូដទាំងចូលដាក់លេខកូដទាំងចេញចឹងដើម្បីដាក់លេខកូដចូលបានយើងត្រូវប្រើពាក្យ enable password ហើយវាយពាក្យថា Cisco សារលេខកូដចង់ដាក់យើងចឹងខ្ញុំសុំមើលបញ្ជាក់ចឹងលេខកូដចង់ដាក់ម៉េចគឺលេខកូដដាក់ឈ្មោះថានេះ class ហើយនឹង Cisco ចឹងជាលេខកូដចូលគឺឲ្យយើងដាក់ពាក្យ class ទេ class អញ្ចឹងបើដាក់ប៉ុណ្នេះអត់ត security ទេដោយសារយើងដាក់ soran ហ្នឹងណាគឺលេខកូដហ្នឹងមើលឃើញតែ plan តិចហ្មងចឹងអត់ security ទេដើម្បី security បានគឺយើងត្រូវដាក់មួយទៀតគឺ enable secret it a secret sorry enable secret sorry យើងអត់តន់ចូល con ft ទេចឹង enable secret it a secret ចឹងប៉ុណ្នេះលេខកូដយើងនឹងធ្វើការ encrypt មកតងអញ្ចឹងវាធ្វើការ security យើងមុនមានថាកន្លែងនេះគឺវាជាលេខកូដមួយបែបគេហៅថា type file នេះដាក់ file ណាអញ្ចឹងវាលក្ខណៈ security ជាងមុនបន្តមកទៀតយើងចាប់ដើមដាក់លេខកូដ console ម្ដងថាលេខកូដចេញណាអញ្ចឹងយើងត្រូវចូលក្នុង ft សិនបន្ទាប់មកយើងចូលទៅកាន់ LAN console 0អាចវាយខ្លីក៏បានដែរបន្ទាប់មកយើងប្រើពាក្យ password ហើយក៏ឲ្យដាក់លេខកូដ class Cisco log is it អញ្ចឹងដាក់លេខកូដឲ្យអស់ហើយអញ្ចឹងដើម្បីដឹងថាវាមានលេខកូដមែនអត់យើងអាចចេញឲ្យអស់មកក៏បានដែរអញ្ចឹងខ្ញុំសូមធ្វើការដាក់លេខកូដមកតងទៀតមានថាយើងដាក់វា security សិនណាអញ្ចឹងខ្ញុំប្រើពាក្យ command មួយគឺ service ft សិនមកអញ្ចឹង service ដើម្បីដាក់លេខកូដយើងគឺឲ្យលក្ខណៈ security ទាំងអស់ service password encryption ប៉ុណ្ណេះវាស្គាល់ហើយ service password ខ្ញុំសូមចេញមកសិនខ្ញុំចង់មើលបន្តិច service password encryption con f t ចឹងក៏ពាក្យ service password encryption នេះអញ្ចឹងប៉ុណ្ណេះវាធ្វើការ encrypt លេខកូដយើងឲ្យចង់ដឹងវាយ soran មក soran អញ្ចឹងលេខកូដរបស់យើងគឺ encrypt ទាំងអស់ដោយ type 7ចឹងលេខកូដប៉ុណ្នេះគ្រប់គ្រាន់ដែរគឺអត់ទាំងគ្រាន់ទេតែដាក់លេខកូដ014នេះមួយទៀតចឹងអា line v device 04នេះគឺវានឹងធ្វើការដាក់លេខកូដតាក់ទងជាមួយនឹងពពក remote មកពីក្រៅដោយប្រើ telnet អញ្ចឹងមានថាគេ remote មកក្រៅគឺតែមានលេខកូដហ្នឹងសិនទើបអាចចូលបានអញ្ចឹងខ្ញុំសូមការដាក់លេខកូដវាអញ្ចឹង con ft ដូចគ្នាហើយយើងយកពាក្យថា line v device 04 line v device 004ចឹងចូលនេះបន្តមកនេះយើងដាក់លេខកូដវាអញ្ចឹង password វាដាក់ Cisco មកបន្តមកយើងប្រើពាក្យ log ប៉ុន្តែមានលេខកូដហើយ exit វាមកក្រៅអស់មកអញ្ចឹងដើម្បីដឹងថារបស់យើងមាន security អត់យើងអាចធ្វើការតាក់ទងជាមួយចេញវាក្រៅអស់អញ្ចឹងវាសួរលេខកូដអត់disable វា exit នេះវាសួរលេខកូដអញ្ចឹងចង់ចូលបានដូចថាយើងដាក់លេខកូដអញ្ចឹងនៅក្នុងនេះយើងដាក់លេខកូដគេដើម្បីចូលក្នុងយើងដាក់ class ច្រើនអញ្ចឹងវាយ class មក la s បាទថាយ៉ាង cl a s នេះចូលនេះ class នេះsorry យើងដាក់ Cisco ដែរអញ្ចឹងចូល Cisco វាចូលក្នុងហ្នឹងហើយបន្តនេះយើងចង់ចូលទៅកាន់យើងចង់ចូលទៅកាន់អីគេចង់ចូលទៅកាន់ក្នុង privilege អញ្ចឹងវាសួរលេខកូដមួយទៀតអញ្ចឹងយើងដាក់លេខកូដមួយហ្នឹង enable secret class អញ្ចឹងវាយ class មក cl a s cl a s Cisco តាច្រឡំវាដាក់ខុស bad secret អញ្ចឹងចូលទៅហ្មងលេខកូដយើងដូរហើយគឺ it a secret ច្រើន it a secret នេះគឺសារលេខកូដដូរមិនហ្នឹងហ៎នេះដោយសារ enable password ហ្នឹងវាអត់ encrypt ទេលេខកូដអត់ល្អទេអញ្ចឹងដើម្បីដាក់ encrypt បានយើងប្រើពាក្យ command មួយទៀតគឺ enable secret ហើយខាងក្រោយវាដាក់លេខកូដដែលយើងចង់បានមកដូចលេខកូដចង់បាន Cisco អញ្ចឹង enable secret Cisco អញ្ចឹងកន្លែងនេះយើងបានលេខកូដ secret គេ
chẳng là bây giờ tranh với visual là câu đài control z nó easy chẳng là bây giờ tranh với visual là câu đái và bây cho user bàn chẳng là bây cho user bàn thì score là câu sân là câu những thứ Cisco đó bây giờ trong châu không đông ở privilege vĩnh có thể ca là câu đài để câu những cứ edit secret sao những đồ mình nhấn cái này vấn đề này chẳng đi cứ chỉ ca set up security ở vì mỗi tí nhân trong đại banner này bây giờ dừng xua lại câu nước trong vì trẻ tha this is a secure system auto access only chẳng như châu thì can con ft vi sẵn hợp banner mode chạy máu this is a secure system auto access only mẹ to miền ở bậc chia từ bài châu bàn bật đi vĩnh vấn đề viên với cá sùi trên thật đăng ký dịch việc ỏm á nè sùi này chẳng trong chó châu á hai viên châu này má khi ăn visual câu từng ỏm vấn đề ảnh và trong đâu là câu nâng vĩnh những ai thở bia con ft đi kia ở trong ca này ở trong đại để secret thế chẳng vay en mà en secret đã lấy câu dân màu Cisco dân thấy viên với cậy clip ở đây kia chẳng ở đây vì mình đặt phần nắng để tôi một S1 chẳng như phụ S toàn ở thế nhưng step trong khói thầy config về cái IP với sân chẳng dương châu con này xẹp ấy nhưng ở trong thì vinh thế chẳng dương châu thì cần interface VLAN one vì mong là bấy thơ cá config IP của việc chẳng vì cho config S nó ra config VLAN này anh và config interface chẳng như hợp việc comment IP chẳng IP mình là mua như thế vậy thế add đây chẳng mình là mua được nữa và này bàn IP add chẳng chia tập 4 thì vay IP trong ban sân chẳng như châu addressing table chẳng vậy mà gọi cái IP check mà gọi học cùng với check mối ai subnet mà học biết IP hà phải em check P hà phải em check zone chẳng vấn đề viên với các config hai ao hay no shutdown và tao máu trên thừa cá exit vision chỉ trong thôi nếu bây giờ dương là xây code hay oi comment hay oi mình ta bảo sân dương odd copy with start out config thế comment bảo dương là bây giờ bật pc gọi bật switch viên thừa cá lục chào được bật công tơ vì lục chào được để sai thằng ở ní việc không kèm chân gắn mình là việc và lẽ thái vì thằng ấy chẳng thầy copy viết thầy start out config để store không ăn vi sân anh về ra một switch chắc nhưng chập đàm ở copy running config xe phần này của Việt Nam đấy trên việc option đó copy running startup config nhưng xong xe cắt tết thì sao nhưng mạch xe pin cả bán thì sao vì đã nhà số đang bị khét phần này không còn này chẳng copy máu nhưng mạch xe đấy Intel về tới chính ok chẳng người ta config để dừng thư mà những cứ vì chập đáo siêu hỏi chẳng tôi những bật công tớ nó có viên này đà này chẳng S1 vào dưới phần nó cứ viên trong thời hỏi chẳng bộ AP thường mình vẫn cứ đôi cái này chẳng AP những ba viên máu chẳng những cái này console hay ấy chẳng những ai config AP bản nhưng cho thì không thơ mình nói lấy cái này hay ok chẳng nhầm post step với cứ còn đã repeat viên máu thế chẳng tập bóng đã hostname version đã vì SP step TP nhưng thấy config tệ tông mua security về config tí mỗi từ config lấy code cho không privilege exit mode TP nhưng đã security về này để dừng chân một vành cho con user nó đã lấy code console tí bấy đã lấy code console lấy cái này bằng tay tệ tông chỉ mùi năng ca remote security network over theo tam protocol thông xe chẳng đã lấy code sân đài chẳng nên bày nè hai tí 4 nhưng thừa cá config IP viên này trong IP viên mùi tích cư mà gọi cái phí chị mà gọi váy chị mua check pì hãy đặt sẵn lại mà còn đăng báo hào tao mới dừng chập đám xeo với cho ăn việc này chẳng khi sĩ bí thư bằng đời kia nhưng xong ọt và game xa thế thế để xa việc ta đài chẳng những anh bưng nông thác cái anh thời gian đài này hãy repeat the previous step to config S2 chẳng vấn đề cứ việc đài chẳng châu chơi cái giáo mơ máu này ai chẳng là sai ngọc to mạnh enable secret về thế bình thường mình đang cứ enable secret
ដាក់ decode មកចឹងមានន័យថានៅក្នុង PCA PCB C1 ខ្ញុំធ្វើឲ្យអស់ហើយចឹងនៅសល់តែ SP ឯងអញ្ចឹង SP នេះយើងធ្វើតាមដែលខ្ញុំធ្វើវិញហ្នឹងមកគឺ config IP វា config decode វា config ឈ្មោះវាឲ្យត្រឹមត្រូវវាដើរហើយអញ្ចឹងចំពោះ lab របស់យើងនេះគឺមានតែប៉ុណ្្នឹងឯងគឺគេបរៀនតាក់ទងជាមួយនឹងការ config switch and device configuration បែប basic សូមអរគុណចំពោះការតាមដានអរគុណ